ក្លិនរបស់ថ្មីអូខេឥឡូវយើងហែកកន្លែង filter បិទលើគម្របលេ អូខេជំរាបសួរទាំងអស់គ្នាខ្ញុំវាសនា Travel អូខេឥឡូវនៅការិយាល័យកំពុងអង្គុយធ្វើការហើយនេះគឺជាថ្ងៃទី2នៃខែមេសាហើយម្សិលមិញគឺថ្ងៃ1គឺជាដើមខែខែនេះគឺជាខែដែលខ្ញុំមានអារម្មណ៍ថាយើងស្រស់ស្រាយព្រោះខែមេសាខែ4នេះតាមប្រពៃណីខ្មែរគឺជារដូវចូលឆ្នាំគឺយើងនឹងប្រពៃពិធីចូលឆ្នាំថ្មីនៅថ្ងៃទី13រហូតដល់ថ្ងៃទី10សំទោសគឺថ្ងៃទី14រហូតដល់ថ្ងៃទី16ខែមេសាអញ្ចឹងដូច្នេះខ្ញុំសម្រេចថាខ្ញុំនឹងនាំចូលនូវសមាជិកថ្មីខ្ញុំមួយទៀតសម្រាប់បម្រើការងារនៅក្នុងការផលិតនៅវីដេអូ travel វីដេអូ blog ផ្សេងៗរបស់ខ្ញុំហើយឥឡូវហ្នឹងខ្ញុំអត់ទាន់ប្រាប់អ្នកទាំងគ្នាថាគ្រួសារសមាជិកនៃគ្រួសារថ្មីរបស់ខ្ញុំនៃដែលជាឧបករណ៍សម្រាប់ផលិតវីដេអូរបស់ខ្ញុំគឺជាអីទេគឺជាកាមេរ៉ាឬក៏ជើង tripod ឬក៏ accessory អីផ្សេងៗហ្នឹងអញ្ចឹងខ្ញុំលាក់សិនហើយចាំតិចទៀតខ្ញុំនឹងបង្ហាញអ្នកនរគ្នាឥឡូវតោះទៅហាងជាមួយខ្ញុំទាំងអស់គ្នាដើម្បីទៅតំណែងយកសមាជិកថ្មីអូខេតោះជួបគ្នាតាមផ្លូវមាន screen មួយទៀតហ៎អូខេអូខេគាត់ free screen មកមួយហើយនឹង memory 64G មួយគ្រាប់អូខេ screen បិទនេះមួយអូខេអាយ៉ាចាំខ្ញុំបិទខ្លួននេះមួយទៀតធានាមិនដែរធានាមួយឆ្នាំលើ software បងជិះបាក់បាយហើយធានាទេអូខេអូខេឥឡូវយកកាមេរ៉ាបានហើយខ្ញុំមកថតខ្ញុំយកកាមេរ៉ាហ្នឹងគឺនៅហាងលេខធៀងកាមេរ៉ាសតហើយឥឡូវដាក់អីវ៉ាន់ចូលក្នុងក្លុបម៉ូតូត្រឡប់ទៅ office វិញព្រោះសុំគេសម្រាប់ម៉ោងបាយហើយមកទិញកាមេរ៉ាអូខេឥឡូវខ្ញុំមកដល់ office វិញហើយបើកពងម៉ូតូយកអីវ៉ាន់ចេញឥឡូវអីវ៉ាន់បានមកវិញនេះបានមកវិញគឺទៅយកមកវាជាកាមេរ៉ា DJI Osmo Action 6ដែលវាជាប្រភេទកាមេរ៉ាថ្មីឥឡូវឡើងទៅបន្ទប់ដើម្បីទុកអីវ៉ាន់ហើយយើងនឹងថតពីបដាហ្នឹងមកថាវាមានអីខ្លះក្នុងប្រអប់ហ្នឹងណាកុំឲ្យយូរឥឡូវយើងទៅជួបនឹងប្រដាប់នឹងតែម្ដងតោះអូខេ
តោះគ្នាឥឡូវហ្នឹងសមាជិកគ្រួសារថ្មីរបស់ខ្ញុំគឺ DJI Osmo Action 6បានមកដល់ដៃខ្ញុំហើយអូខេនេះជាសមាជិកថ្មីសម្រាប់ការងារ vlog ឬក៏ travel របស់ខ្ញុំសម្រាប់ផលិតវីដេអូអញ្ចឹងណាហើយឥឡូវហ្នឹងបានមកដល់ដៃខ្ញុំព្រោះតែមានមួយថ្ងៃហ្នឹងគឺតែមានពេលធានាឥឡូវទេហើយតែបានយកមកunbox ហើយទៅយកមកពីហាងមួយឈ្មោះថាហាងលេខៀងដែលគាត់បានលក់នៅ accessory ក៏ដូចជាគ្រឿងម៉ាស៊ីនកាមេរ៉ាផ្សេងៗទៀតហើយឥឡូវហ្នឹងខ្ញុំបានយកវាមកដល់ហើយអូខេឥឡូវជាបន្ទាប់ខ្ញុំនឹងបើកប្រអប់មើលថានៅក្នុងហ្នឹងមានម៉ាស៊ីនអីខ្លះមានម៉ាស៊ីនឬក៏មាន accessory ខ្លះនៅក្នុងហ្នឹងព្រោះវាជាឈុតកាមេរ៉ាមួយដែលខ្ញុំទិញខុសពីគេអ្នកផ្សេងគេទិញមានឈុត combo ធំតែខ្ញុំទិញឈុត standard វាអត់មានអីវ៉ាន់ច្រើនទេតែវាសម្រាប់តម្រូវការរបស់ខ្ញុំគឺវាគ្រាន់នឹងអ្វីដែលខ្ញុំត្រូវការហើយឈុតធំវាអីវ៉ាន់វាច្រើនក៏ប៉ុន្តែវាអត់មានត្រូវតម្រូវការខ្ញុំអញ្ចឹងខ្ញុំសម្រេចថាទិញឈុតតូចនឹងខ្ញុំមកប្រើអូខេតោះឥឡូវយើងហែកមើលបងប្អូនគ្នាថាវាមានអីនៅក្នុងនឹងខ្លះតោះអូខេនៅកន្លែងនេះគឺមានស៊ីលសម្បត្តិភាពសម្រាប់បញ្ជាក់ថាប្រអប់ហ្នឹងគឺជាប្រអប់ថ្មីដែលអត់ទាន់ហែកហើយខ្ញុំអត់ដឹងថាកាមេរ៉ាបានមើលឃើញអត់ទេនេះអូខេហើយខ្ញុំចាប់ផ្ដើមហែកហើយវ៉ាវសុំទោសមិញភ្លេចបាត់ទ្វារអូខេខ្ញុំព្យាយាមភ្នែកខ្ញុំអត់សូវបានសម្លឹងទៅកាមេរ៉ានេះទេព្រោះខ្ញុំមាន angle មួយទៀតនៅខៅជំហៀងខាងនោះសម្រាប់ថតប្រអប់ដែលខ្ញុំត្រូវបើកនេះអញ្ចឹងភ្នែកខ្ញុំប្រហែលជាអាចរៀងក្លេកក្លៀមតិចណាអូខេអូអីវ៉ាន់គឺមានប៉ុណ្ណឹងអូខេឥឡូវហ្នឹងយើងនឹងទាញប្រអប់ទូចមួយនៅក្នុងនឹងមកថាមានអីខ្លះអូខេនេះជាឈុតតូចខ្ញុំមិនដឹងថាវាមានអីខ្លះទេណាឥឡូវអូខេបើកមើលណាអូខេមានអូខេនេះជាប្រដាប់មួជាប់ជាមួយនឹងជើងម៉ោនរបស់វាមានទៀតអូនៅបន្ទាប់មកគឺតោះហែកមើលបានដឹងបើអត់ទាន់ហែកក៏អត់ដឹងទេអូខេអូនេះក៏នេះជាសម្រាប់ចាប់ជាមួយនឹងកាមេរ៉ាហើយអានេះគឺយើងអាចបំពាក់លើមួកបានរបស់3ហ្នឹងគឺយកមកផ្គុំគ្នាបែបនេះអូខេអត់ focus អូខេសម្រាប់ជ័រនេះខ្ញុំអត់ដឹងថាស្អីគេឃើញទេបងប្អូនគ្នាខ្ញុំមិនដឹងថាជ័រហ្នឹងត្រូវដាក់យ៉ាងម៉េចទេតែបើអ្នកណាដឹងចាំជួយ comment ប្រាប់ផងបន្ទាប់មកទៀតយើងមើលនៅក្នុងថង់ហ្នឹងទៀតមើលមានអីថ្មខ្ញុំទាថ្មព្រោះថង់នេះអត់ថ្លាខ្លាំងទេហើយអត់ដឹងថាស្អីច្បាស់តែខ្ញុំប្រកាសក្នុងចិត្តថាប្រហែលជាថ្ម90% គឺថ្មបាទមែនថ្មអូខេថ្មគឺកម្លាំងសាករបស់វាគឺ1950មីលីអាំពែអូខេតបមកទៀតនៅក្នុងហ្នឹងគឺខ្សែប្រវែងដូចជាមិនវែងហ្មងទេ Type C ទៅ Type C អូខេឥឡូវអីវ៉ាន់ទាំងអស់ហ្នឹងគឺអស់ហើយមានថង់មានអីទុកមួយឡែកសិននៅក្នុងប្រអប់ធំគឺសល់ថង់មួយទៀត
ហើយក៏មានសភៅណែនាំពីការប្រើប្រាស់កាមេរ៉ានឹងដែរមាន logo របស់ DJI ការខ្ញុំទិញ drone គឺអត់បាន logo ហ្នឹងទេព្រោះខ្ញុំទិញ drone គឺ drone មកទឹកចឹងអត់មានទេអត់មានជាសភៅណែនាំឬក៏ logo អីទេអូខេប្រអប់ចុងក្រោយក្នុងប្រអប់ជាលើកចុងក្រោយគឺកាមេរ៉ាតួកាមេរ៉ាថ្មីជ្រើងDJI Osmo Action 6 ជាស៊េរី version ចុងក្រោយរបស់ DJI Osmo ជាជំនាន់ទី6ហើយក៏ជាជំនាន់ថ្មីអាប់ដេតក្រោយគេវាខ្ញុំអត់ទាន់ច្បាស់ថាវាមានគុណភាពល្អប៉ុណ្ណាជាង GoPro 12ដែលខ្ញុំប្រើរាល់ថ្ងៃនោះទេក៏ប៉ុន្តែខ្ញុំចង់សាកវាម្ដងព្រោះពេលបច្ចុប្បន្នខ្ញុំចាប់អារម្មណ៍នឹងផលិតផលថ្មីរបស់ DJI មួយនឹងក្លិនថ្មីក្លិនរបស់ថ្មីយ៉ាងហ្នឹងអូខេខ្ញុំអត់ដឹងថាត្រូវបើកយ៉ាងម៉េចព្រោះអត់ដែរប្រើតែគេមានលោកសញ្ញាប្រាប់ពីកន្លែងដែលត្រូវបើកណាអានេះក៏មានសញ្ញាខាងនេះក៏មានសញ្ញាឆ្វេងស្ដាំមានទាំងអស់អូខេហើយខ្ញុំបើកកន្លែងនេះមួយសិនអត់ដឹងថាអីទេប្រហែលជាថ្មទៅព្រោះខ្ញុំអត់ដឹងច្បាស់ដោយសារនេះជាលើកទី1ដែលខ្ញុំប្រើប្រាស់ Go សំទោសនេះគឺជាលើកទី1ដែលខ្ញុំប្រើប្រាស់កាមេរ៉ា Action ប្រភេទក្រៅពី GoPro ជាលើកទី1ដែលខ្ញុំអត់ទៅច្បាស់ថាកន្លែងណាខាងថ្មកន្លែងណាខាងម៉ៃសំឡេងក៏សាក់ថ្មទេអូខេឥឡូវខ្ញុំបើកមើលទាញគេឲ្យទាញឲ្យឡើងទៅលើអូខេចេញអូរបស់ DJI កន្លែងដាក់ថ្មដូចគ្នាជាមួយនឹង GoPro ដែរតា GoPro ក៏កន្លែងសាក់ថ្មគឺនៅខាងស្ដាំខុសពី GoPro បន្តិចមានតែកន្លែងដាក់ថ្មហើយនឹង memory ក៏ប៉ុន្តែកន្លែងឆ្នាំងសាក់អត់ឃើញទេហើយនៅខាងនេះអញ្ចឹងអូមែនតាកន្លែងឆ្នាំងសាក់គឺនៅកន្លែងមួយចំហៀងទៀតខុសពី GoPro 12ខ្ញុំប្រើរាល់ថ្ងៃអូខេឥឡូវបិទវិញអូខេមុនបិទវិញឥឡូវយើងគួរតែដាក់ថ្មសិនថ្មប្រភេទរបស់ Osmo នេះគឺ1950 មីលីអាំពែអូខេឥឡូវយើងដាក់ចូលហើយយើងបើកទាំងអស់គ្នាចង់ដឹងចេញមិនដែរអូខេក្លិនរបស់ថ្មីអូខេឥឡូវយើងហែកកន្លែង filter បិទលើគម្រប lens អូខេយើងបើកចេញហើយឥឡូវយើងចុចបើកមកអូខេរបស់ថ្មីនៅពេលបែរយើងទិញរបស់ថ្មីមកសម្រាប់កាមេរ៉ា Action ដូច GoPro 12ឬក៏ DJI នេះគឺធម្មតាវាឲ្យយើង set up តែម្ដងគឺវាមានអារម្មណ៍ច្បាស់ល្អមែនទែនច្បាស់ជាង GoPro 12កាលខ្ញុំប្រើដំបូងទៀតអូខេខ្ញុំទិញហាងនៅហាងមួយឈ្មោះហាងលេងខៀងហើយគេមាន free memory ចំនួនមួយគ្រាប់ដែលទំហំវា 64G ហើយនឹង lens បិទការពារពីមុខពីក្រោយរបស់ DJI នឹងមួយម្ដុំដែរមិនមួយគឺម្ដុំមានមុខមានក្រោយខាងមុខ2ខាងក្រោយ1អូខេលើកទី1ដែលខ្ញុំប្រើ mount action camera ប្រភេទចាប់ជាប់គ្នាបែបនេះខ្ញុំអត់ដែរទេខ្ញុំធ្លាប់ប្រើ
series ជាមួយនឹង GoPro គឺយើងមានជើង sorry យើងមានជាប្រភេទជើងមួយនេះជាប់នៅជាមួយនឹងកាមេរ៉ាមកអត់មានដាច់គ្នាដូច Action 6 នេះទេអូខេវាលឿនមែនតើត្រូវការដោះហើយនឹងដាក់មានអារម្មណ៍ថាវាលឿនជាង GoPro 12ដែលខ្ញុំប្រើអូខេមួយរឿងមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាប្រហែលជាអាចនឹងឆ្ងល់ថាហេតុអីបានជាខ្ញុំអត់យកឈុតធំហើយបែរជាមកយកឈុតតូចមកបែបនេះឈុតតូចនេះគឺនៅក្នុងប្រអប់ហ្នឹងគឺវាមានតួកាមេរ៉ាមួយម៉ោនចំនួន2ថ្មមួយនិងខ្សែមួយក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាទិញឈុតធំគឺមានថ្មចំនួន3ឆ្នាំងសាក1ដង1ហើយម៉ោនគឺមានដល់ទៅ2តែឈុតតូចគឺមានតែមុខ2មូលហេតុដែលខ្ញុំសម្រេចចិត្តថាអត់ទិញឈុតធំហ្នឹងគឺដោយសារឈុតធំគេមានជើងគេមានដងកាន់តែដោយសារខ្ញុំប្រើប្រាស់ជាមួយនឹង GoPro គឺខ្ញុំមានដងហើយអញ្ចឹងខ្ញុំអត់ចង់ចំណាយលុយទៅទិញឈុតធំហើយតម្លៃដែលខ្ញុំបាន sell ទុកហើយអន្សំចៃហ្នឹងវាចំណេញរហូតដល់ជាង$60ដែរហើយមួយវិញទៀតខ្ញុំបានទិញ accessory មកពីក្រៅដែរគឺមានឆ្នាំងសាកមួយដែលអាចសាកថ្ម3ក្នុងពេលតែមួយហើយនៅក្នុងហ្នឹងក៏មានថ្មមួយគ្រាប់ដែរឈុតនេះខ្ញុំបានទិញពីបងប្រុសម្នាក់ដែលគាត់ជាអ្នកលក់ប្រភេទ Action camera មាន GoPro មាន DJI មាន Insta ហើយក៏ដូចជាមាន accessory camera ផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានហើយជាពិសេសនោះគឺបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងតម្លៃក៏ដូចជា accessory ណាត្រូវនឹងឧបករណ៍មួយណាអាចឆាតសួរគាត់បានគាត់អត់មានគិតថាសួរឲ្យត្រូវទៅទិញគាត់ឬក៏មិនទិញទេអាហ្នឹងជាអ្វីដែលខ្ញុំចូលចិត្តទៅទិញ accessory កន្លែងគាត់ហើយកុំឃើញឆ្នាំងសាកដែលត្រូវទិញចេញពីប្របែកចេញពីឈុតរបស់ DJI ហ្នឹងមានតម្លៃថ្លៃគឺអត់ទេគាត់លក់ក្នុងតម្លៃគួរសមមែនទែនហើយតម្លៃចាំអ្នកទាំងអស់គ្នាអាចទៅសាកសួរគាត់បានទេឈុតថ្មមួយឆ្នាំងសាកមួយវាអត់ថ្លៃទេនៅវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីការសម្រេចចិត្តថាហេតុអ្វីបានជាខ្ញុំមកសាកប្រើ DJI Osmo Action 6នេះជំនួស GoPro វិញហើយវាមានអ្វីប្លែកពីគ្នាអូខេឥឡូវវីដេអូមានប៉ុណ្្នឹងឯងអត់មានវីដេអូអត់មានច្រើនទេសុំទោសរាល់ពាក្យពេចន៍រៀងនិយាយរៀងឆ្កូនហើយនៅភ្នែករៀងកលិចក្លាប់ដោយសារខ្ញុំប្រើកាមេរ៉ា2ត្រូវស្លឹងមើលទាំងពីរអញ្ចឹងអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ